នរណាខ្លះចូលចិត្តបន្លែមួយនេះញ៉ាំមួយផ្លែរាល់ថ្ងៃជួយប្រឆាំងជំងឺបាន3មុខត្រប់វែងពណ៌ស្វាយគឺជាបន្លែមួយប្រភេទមានរសជាតិឆ្ងាញ់និងមានផ្ទុកដោយសារធាតុចិញ្ចឹមសម្រាប់សុខភាពកំពុងត្រូវការជាច្រើនមាននៅក្នុងនោះមានដូចជាក្រុមសារធាតុប្រឆាំងនឹងអុកស៊ីតកម្មវីតាមីន C វីតាមីន A និងមានផ្ទុកដោយសារធាតុរ៉ែជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់និងមានប្រយោជន៍យ៉ាងហ្នឹងនឹងលើកយកអត្ថប្រយោជន៍ជួយសុខភាពរបស់ផ្លែត្រប់ប៉ូវរាងកាយនិងប្រឆាំងជាមួយនឹងជំងឺ3យ៉ាងមានដូចជាទី1ប្រឆាំងជំងឺមហារីកផ្លែត្រប់វែងដើរតួយ៉ាងសំខាន់នៅក្នុងការការពារជំងឺមហារីកបានច្រើននេះបើយោងតាមការសិក្សានៅប្រទេសអូស្ត្រាលីបានឲ្យដឹងថាផ្លែត្រប់មានប្រយោជន៍អាចជួយសម្លាប់កោសិកាដែលបង្កឡើងជាជំងឺមហារីកជាពិសេសគឺជំងឺដុំគីសមហារីកស្បូននិងមហារីកស្បែកជាដើមទី2ប្រឆាំងនឹងភាពស្លេកស្លាំងកង្វះជាតិដែកបានធ្វើឲ្យមនុស្សប្រឈមជាមួយនឹងភាពស្លេកស្លាំងខ្លាំងបំផុតមានរោគសញ្ញាដូចជាឈឺក្បាលវិលមុខអស់កម្លាំងពិបាកផ្ដោតអារម្មណ៍ជាដើមនេះបើយោងតាមអង្គការសុខភាពពិភពលោកមានមនុស្ស 1.62 ពាន់លាននាក់នាពេលបច្ចុប្បន្ននេះត្រូវបានរងផលប៉ះពាល់ដោយសារភាពស្លេកស្លាំងដូច្នេះអាហារសម្បូរជាតិដែកគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ហេតុនេះហើយបានជារបបអាហារដែលមានបញ្ចូលបន្លែមានដូចជាផ្លែត្រប់គឺមានប្រយោជន៍ច្រើនព្រោះផ្លែត្រប់មួយផ្លែគ្រាន់តែ100ក្រាមគឺមានសារជាតិដែកប្រហែលជា 0.2 មីលីក្រាមរួមទាំងសារធាតុរ៉ែជាច្រើនទៀតដូច្នេះញ៉ាំហើយអាចជួយបង្កើនថាមពលនិងកម្រិតអេម៉ូក្លូប៊ីនកាត់បន្ថយភាពស្លេកស្លាំងបានទី3ជួយឲ្យសុខភាពភ្នែកល្អនៅក្នុងផ្លែត្រប់មានសារជាតិដែលមានសារៈប្រយោជន៍ជួយប្រឆាំងអុកស៊ីតកម្មការពារការថយចុះការមើលឃើញរបស់ភ្នែកតាមរយៈអាយុនិងកត្តារួមផ្សំផ្សេងៗទៀតដូច្នេះហើយអ្នកមិនគួរមើលរំលងនោះទេអ្នកអាចញ៉ាំផ្លែត្រប់មួយសប្តាហ៍ 2 ទៅ 3 ដងក៏បានឬញ៉ាំរាល់ថ្ងៃក៏បានតែកុំញ៉ាំបរិភោគច្រើនខ្លាំងពេក